ក្មេងៗដើរមកនេះម៉ែវាមកនេះមកផ្លែនេះគឺគ្រូសាខ្ញុំមាន4នាក់ហ្នឹងប្រពន្ធកូនធំមួយនិងតូចមួយនេះឯងប្រពន្ធខ្ញុំមានមុខរបរលក់ចាប់ហួយនៅផ្សារលើគាត់លក់រហូតជិត10ឆ្នាំមកហើយគាត់មកណែនាំឲ្យខ្ញុំទិញផ្ទះនៅភូមិមកងកាលពីឆ្នាំមុនពេលនេះយើងបានសម្រេចចិត្តបើកលក់ចាប់ហួយនៅផ្ទះវិញងាយស្រួលទាំងរស់នៅនិងរកស៊ីហើយខាងមុខផ្ទះយើងមានប្រវែងវែងធំទូលាយអញ្ចឹងខ្ញុំចង់ច្នៃធ្នើដាក់អីវ៉ាន់ថែមទូទឹកកកសម្រាប់លក់បរិយាលើពីនេះខ្ញុំចង់ដាក់ធ្នើជាថ្នាក់កណ្ដាលផ្ទះតុបតាំងអីវ៉ាន់បន្ថែមនិងងាយស្រួលឲ្យភ្ញៀវដើរមើលផងដែរមិនចាំអត់ទេខាងក្រោយផ្ទះវិញឲ្យទៅសួនក្រោយផ្ទះធំល្មមខ្ញុំឆ្នៃទុកដាក់អីវ៉ាន់ស្តុកទុកហើយអាចអង្គុយលេងបានទៀតផងនិយាយឲ្យត្រង់ជាអ្នករកស៊ីកូនខ្ញុំមិនចូលចិត្តភាពអ៊ូអរពេកទេវាចង់ធ្វើអ្វីមួយផ្ចង់អារម្មណ៍តារាកំពុងលក់ហាងហូដេកូតូចៗតាមអនឡាញយ៉ាងណាខ្ញុំនឹងទិញផ្ទះជាប់គ្នាមួយទៀតដើម្បីរៀបចំជារោងជាងនិងហាងលក់គ្រឿងសេរ៉ាមិចឲ្យកូនច្បងមួយនេះផ្ទះជាប់គ្នាខ្ញុំព្រមថានឹងដាក់ទូធ្នើឆ្វេងស្ដាំនិងតុធំមួយល្មមសម្រាប់តារារៀបចំចាក់ពុំធ្វើគ្រឿងសេរ៉ាមិចបានបើអញ្ចឹងមែនត្រឹមឆ្នាំក្រោយគ្រួសារយើងមាន2មុខរបរជាប់ផ្ទះគ្នាមានមុខរបរកាន់តែច្រើនចំនួនកាន់តែច្រើន